ตาเนี่ยកំពុងរងចាំខ្ញុំមែនទេអត់ទេផ្ទះធំបែបនេះតែងតែត្រូវការមនុស្សស្រីម្នាក់មកមើលថែអ្នកបរិសសង្ហាតើអ្នកមានសំណូមពរអ្វីខ្លះខ្ញុំនឹងធ្វើតាមទាំងអស់តើអ្នកព្រមចេញទៅនៅមានដៃមានជើងគួរតែចេះរស់ដោយខ្លួនឯងមនុស្សឈួតអ្នកឯងពិតជាមនុស្សឈួតមែនហើយប្រហែលជាត្រូវចាក់ចេញពីក្រុមធំហើយបើមានមនុស្សទាំងនេះតាមពីក្រោយវាមិនខុសពីការដណ្ដើមធនធានគ្នានោះទេចុះចំណែកពួកយើងវិញតើអ្នកទាំងអស់គ្នាជាអ្នកណាពួកយើងមកពីក្រុមរស់រានមានជីវិតកផ្កាកុលាបតើអាចឡើងទៅជែកគ្នាបន្តិចបានទេបងប្រុសពួកយើងមកពីក្រុមរស់រានមានជីវិតកផ្កាកុលាបតើអាចឡើងទៅជែកគ្នាបន្តិចបានទេបងប្រុសពួកគេគឺជាអ្នកមានសមត្ថភាពពិសេសពីរនាក់ដែលបានប្រយុទ្ធជាមួយពួកបិសាចយំសោកនោះនេះគឺជាអ្នកមានសមត្ថភាពពិសេសធាតុភ្លើងគឺពួកគេទៀតហើយម្ចាស់មិនបាច់បារម្ភទេតាមរយៈការពង្រឹងដោយសេរ៉ូមទាហានកម្ពុជាទោះបីជាលោកមិនទាន់មានបទពិសោធន៍ប្រយុទ្ធដូចទាហានចាស់ក៏ដោយប៉ុន្តែការកម្ចាត់អ្នកមានសមត្ថភាពកម្រិត12អ្នកគឺនៅតែជារឿងងាយស្រួលបំផុតប្រព័ន្ធឲ្យបងស្រីទាំងពីរស្អាតយ៉ាងនេះតើឲ្យខ្ញុំដាច់ចិត្តសម្រាប់ពួកគាត់យ៉ាងម៉េចទៅចាំមើលស្ថានភាពសិនទៅតើអ្នកកំពុងផ្លឹកគិតអ្វីហ្នឹងឬមួយក៏ប្អូនប្រុសមិនធ្លាប់មានសេចក្តីស្រឡាញ់ទើបបានជាអៀនបែបនេះកាលពីពេលថ្ងៃវានៅតែជាបន្ទះឈើនៅឡើយតែដល់ពេលយប់បែរជាអាចសាងសង់ជាផ្ទះបានថែមទាំងមានកម្លាំងបណ្ដែតដ៏ចម្លែកនេះទៀតមិននឹកស្មានថាវាមិនលេចសោះខ្ញុំធ្លាប់បានឮឈ្មោះពួកអ្នកពីមាត់អ្នករស់រានមានជីវិតតាមផ្លូវក្រុមអ្នករស់រានមានជីវិតមកពីមន្ទីរពេទ្យជីងស៊ីឡើងមកចុះបើកទ្វារតើនេះគឺជាអ្វីដែលអ្នកបានសាងសង់មែនទេប្អូនប្រុសអ្នកប្រកាសជាបានដាស់សមត្ថភាពពិសេសស្ថាបត្យករធាតុដីក៏ហើយមែនទេក៏អាចជាសមត្ថភាពពិសេសអ្នកលេងប៉ាហេធាតុដីក៏ផងដែរបើមិនដូច្នោះទេគឺមិនអាចបញ្យល់បានឡើយតើអ្នកអាចសម្រេចការងារដ៏អស្ចារ្យបែបនេះបានដោយរបៀបណាឬមួយក៏ពួកគេចាប់អារម្មណ៍លើផ្ទះរបស់ខ្ញុំពួកយើងចង់អញ្ជើញអ្នកឲ្យចូលរួមជាមួយក្រុមរស់រានមានជីវិតកផ្កាកុលាបអញ្ជើញខ្ញុំមែនទេពួកយើងចង់អញ្ជើញអ្នកឲ្យចូលរួមជាមួយក្រុមរស់រានមានជីវិតកផ្កាកុលាបប៉ុន្តែខ្ញុំមើលថាក្រុមផ្កាកុលាបដំបងឡើយគឺជាបុគ្គលិកពេទ្យមកពីមន្ទីរពេទ្យតែមួយសុទ្ធតែជាមនុស្សស្រីមិនដែលទទួលយកមនុស្សប្រុសឡើយតើនេះគឺជាអ្វីដែលអ្នកគិតដល់មុនគេមែនទេមិននឹកស្មានថាប្អូនប្រុសជាមនុស្សសុភាពរាបសារបែបនេះសោះកុំនិយាយផ្ដេសផ្ដាសខ្ញុំបានឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងអស់ហើយគ្រាន់តែខ្ញុំមិនទាន់យល់ច្បាស់ហេតុអ្វីបានជាពួកអ្នកសុកចិត្តលើកលែងដើម្បីអញ្ជើញខ្ញុំឲ្យចូលរួមមិននឹកស្មានថាគេជាមនុស្សប្រុងប្រយ័ត្នបែបនេះសោះអ្នករស់រានមានជីវិតផ្សេងទៀតចង់តែចូលរួមជាមួយក្រុមដើម្បីស្វែងរកការការពារប៉ុណ្ណោះសុំទោសផងគឺជាកំហុសរបស់ខ្ញុំដែលមើលស្រាលអ្នកខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំឈ្មោះចៅស៊ីយ៉ាសមត្ថភាពពិសេសគឺក្រឡុកសំឡេងចំណែកខ្ញុំស៊ូរុយសមត្ថភាពពិសេសគឺកំភ្លើងឆាបឆេះជាអ្នកទទួលខុសត្រូវក្នុងក្រុមផ្កាកុលាបខ្ញុំឈ្មោះចាងឈឺខ្ញុំគឺជាអ្នកមានសមត្ថភាពពិសេសស្ថាបត្យករធាតុដីសមត្ថភាពធាតុដីក៏ធាតុដីទៅចុះកុំតន់ឲ្យបញ្ចេញសមត្ថភាពពិតប្រាកដអីខ្ញុំបានអាស៊ីយ៉ាប្រើសមត្ថភាពរលកសំឡេងដើម្បីស្វែងរកទីតាំងរបស់អ្នកពួកយើងរងចាំនៅទីនេះដើម្បីថ្លែងអំណរគុណដល់អ្នកការថ្លែងអំណរគុណជារឿងមួយប៉ុន្តែគោលបំណងសំខាន់គឺចង់បង្កើតចំណងមិត្តភាពក្នុងនាមជាអ្នករួមប្រយុទ្ធដើម្បីរស់រានមានជីវិតក្នុងលោកដ៏វឹកវរនេះការរួមក្រុមជាមួយអ្នកមានសមត្ថភាពពិសេសគឺជារឿងចាំបាច់ណាស់ធ្វើបែបនេះទើបអាចធានាបាននូវសុវត្ថិភាពនិងផលប្រយោជន៍ផ្ទាល់ខ្លួនបានខ្ពស់បំផុតមេក្រុមស៊ូដោយសារតែឃើញពួកអ្នកមានចិត្តស្មោះត្រង់បែបនេះខ្ញុំក៏ចង់បង្កើតទំនាក់ទំនងជាមួយអ្នកទាំងពីរដែរគឺបង្កើតចំណងមិត្តភាពក្នុងនាមជាអ្នករួមប្រយុទ្ធចេញមកក្រៅភ្លាមជួយផងជួយខ្ញុំផងខ្មោចលងហើយចង្រៃមែនចង្រៃពិតមែនចាងឈឺមកពីឯងទាំងអស់ទើបធ្វើឲ្យខ្ញុំខ្លាចជាមនុស្សមិនមែនមនុស្សខ្មោចមិនមែនខ្មោចបែបនេះបងស្រីហ្វុងអ្វីដែលបងចង់បានខ្ញុំរកឃើញហើយសាកសពរបស់លោកប្រធានលីនគឺនៅទីនោះឯងមកដល់ហើយនោះហើយគឺជាក្រុមផ្កាកុលាបរកឃើញថាម្ចាស់បានចូលរួមជាមួយក្រុមផ្កាកុលាបដើម្បីពង្រីកឥទ្ធិពលរង្វាន់គឺ1000ពិន្ទុ
ក្រុមការកូឡាបមានសមាជិក24នាក់ផ្ទៃក្រឡា220ម៉ែត្រការ៉េមូលដ្ឋានគោលដៅការពារកម្រិតកម្លាំងប្រយុទ្ធកម្រិតខេភាពរហ័សរហួនកម្រិតបឺនិងបរិមាណស្បៀងកម្រិតមិននឹកស្មានថាកម្រិតស្បៀងអាហារដល់ទៅថ្នាក់សោះមិននឹកស្មានថាក្រុមរបស់ពួកអ្នកមានទ្រង់ទ្រីធំបែបនេះសោះប្រាកដណាស់ក្រុមរបស់ពួកយើងមានអ្នកមានសមត្ថភាពពិសេសដល់ទៅ5នាក់ឯណោះដល់ទៅ5នាក់ផងមើលទៅសុវត្ថិភាពនៃកន្លែងរស់រានមានជីវិតនេះនឹងត្រូវបានធានាហើយមេក្រុមត្រឡប់មកវិញហើយមេក្រុមត្រឡប់មកវិញហើយវ៉ាវតើនោះជាអ្វីទៅជាផ្ទះដែលសាងសង់ពីស៊ីម៉ង់សុទ្ធតែម្ដងព្រះអើយតើគេធ្វើវាបានដោយរបៀបណាមកជួយគ្នាបន្តិចមកភ្ជាប់កន្លែងស្នាក់នៅទាំងនេះចូលគ្នាអញ្ជើញចូលលោកចាងក្រុមរបស់ពួកយើងមិនចិញ្ចឹមមនុស្សទំនេរឡើយអ្នករស់រានមានជីវិតធម្មតាត្រូវប្រគល់ទឹកពី10និងអាហារ1000ក្រាមក្នុងមួយសប្តាហ៍ចំពោះអ្នកមានសមត្ថភាពពិសេសគឺត្រូវកាត់បន្ថយពាក់កណ្ដាលប៉ុន្តែសម្រាប់លោកគឺមិនបាច់ទេលោកគ្រាន់តែជួយផ្ដល់ជំរកដល់ក្មេងនៅពេលយប់ទៅបានហើយសូមអភ័យទោសដែលខ្ញុំនិយាយត្រង់ការទទួលចិញ្ចឹមមនុស្សចាស់និងក្មេងក្នុងសម័យកាលនេះហាក់ដូចជាមិនមែនជាជម្រើសល្អឡើយអ្នកក៏ដឹងដែរថាក្នុងលោកដ៏អាក្រក់នេះមនុស្សចាស់និងក្មេងគឺជាអ្នកដែលត្រូវគេសម្លាប់មុនគេខ្ញុំដឹងខ្ញុំចង់ដឹងពីហេតុផលដែលអ្នកធ្វើបែបនេះខ្ញុំដឹងច្បាស់ថាការទទួលយកអ្នកមានសមត្ថភាពនឹងធ្វើឲ្យក្រុមយើងកាន់តែរឹងមាំប៉ុន្តែក្មេងទាំងនេះគឺជាគោលការណ៍សំខាន់បំផុតរបស់ខ្ញុំការធ្វើជាមនុស្សល្អក្នុងសម័យនេះគឺពិបាកណាស់ខ្ញុំមិនចង់ក្លាយជាបិសាចដែលគ្មានសីលធម៌នោះទេពិតមែនហើយម៉ាស៊ីនរស់រានមានជីវិតដែលគ្មានមនោសញ្ចេតនាទោះបីជាមានប្រៀបជាងក៏ដោយប៉ុន្តែវាក៏មិនដែលផ្ដល់តម្លៃដល់មិត្តរួមក្រុមដោយស្មោះត្រង់ដែរខ្ញុំអាចយល់ព្រមទទួលយកក្មេងបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយសូមនិយាយមកចុះខ្ញុំចង់បានប្រេងសាំងរបស់អ្នកខ្ញុំចង់ឲ្យអ្នកផ្ដល់ប្រេងសាំងដល់ខ្ញុំឲ្យតែអ្នកយល់ព្រមខ្ញុំនឹងផ្ដល់ជំរកដល់ក្មេងទាំងនោះហើយថែមទាំងអ្វីទៀតហើយខ្ញុំនឹងផ្ដល់កន្លែងបន្ថែមពីរទៀតដើម្បីឲ្យអាចចេញចូលកន្លែងស្នាក់នៅរបស់ខ្ញុំដោយសេរីពិតមែនឬតើខ្ញុំអាចទៅគេងនៅផ្ទះរបស់អ្នកបានទេហាមិនមែនទេខ្ញុំមិនមែនមានន័យថាគេងជាមួយគ្នាឡើយគេងនៅផ្ទះរបស់អ្នកស៊ីយ៉ាកុំនិយាយផ្ដេសផ្ដាសការដែលយើងអាចឲ្យក្មេងចូលទៅក្នុងផ្ទះដែលមានសុវត្ថិភាពជាងមុននិងកាត់បន្ថយសម្ពាធបានច្រើនបែបនេះគឺចំណេញខ្លាំងណាស់ទៅហើយអូបើមិនឲ្យគេងក៏មិនគេងដែរខ្ញុំដឹងហើយមេក្រុមទេអ្នកទាំងអស់គ្នាប្រហែលជាយល់ច្រឡំហើយអ្នកទាំងពីរគឺជាកម្លាំងប្រយុទ្ធដ៏សំខាន់ការផ្ដល់បរិយាកាសល្អគឺដើម្បីសុវត្ថិភាពរបស់ខ្ញុំដែរទីពីរខ្ញុំក៏សង្ឃឹមថាមានអ្នកមកជួយមើលថែក្មេងដែរព្រោះខ្ញុំមិនអាចមើលថែគ្រប់យ៉ាងតែម្នាក់ឯងបានទេតាមពិតគឺបែបនេះសោះបើអញ្ចឹងខ្ញុំយល់ព្រមទៅស្នាក់នៅផ្ទះរបស់អ្នកចំពោះយប់នេះគឺទុកយប់នេះទុកឲ្យខ្ញុំជាអ្នកការពារកន្លែងស្នាក់នៅថ្មីនេះចុះស្លាប់ហើយលើកនេះស្លាប់ពិតមែនហើយស៊ីយ៉ាប្រញាប់លែងដៃភ្លាមបើមិនអញ្ចឹងទេយប់នេះខ្ញុំមិនឲ្យឯងទៅទីនោះឡើយគឺខ្ញុំទៅទឹកជាការសំស្របជាងកុំអីបងស្រីស៊ូខ្ញុំគ្រាន់តែលេងសើចជាមួយប្អូនប្រុសបន្តិចបន្តួចប៉ុណ្ណោះលោកចាងក្នុងក្រុមយើងក៏មិនសូវមានប្រេងសាំងច្រើនដែរប៉ុន្តែពួកយើងមានវិធីដើម្បីរកវាបានស៊ីយ៉ាប្រាប់ពួកគេឲ្យបើកកន្លែងស្នាក់នៅមកទីនេះភ្លាមមកចាប់ផ្ដើមការដោះដូររវាងក្រុមប្រយុទ្ធឥឡូវនេះការដោះដូររវាងក្រុមប្រយុទ្ធចាប់ផ្ដើមមិនថាត្រូវប្រើវិធីណាក៏ដោយខ្ញុំត្រូវតែរកចាងឈឺឲ្យឃើញហើយសម្លាប់វាចោលក្រុមអាយឈិនគឺជាក្រុមធំដែលមានស្បៀងអាហារសម្បូរបែបបំផុតនៅក្នុងតំបន់សមុទ្រនេះគ្រប់ក្រុមរស់រានមានជីវិតនិងអ្នកដែលនៅម្នាក់ឯងសុទ្ធតែចង់ធ្វើការដោះដូរជាមួយពួកគេឲ្យតែចាងឈឺនៅក្បែរនេះវាមិនអាចគេចផុតពីទីនេះបានឡើយ
តើពួកអ្នកចង់និយាយអំពីអ្វីឲ្យប្រាកដ